ជំរាបសួរមិត្តអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel The Power of Reading ថ្ងៃនេះខ្ញុំសូមលើកយកសៀវភៅមួយក្បាលដែលមានចំណងជើងថាច្បាប់ទាំង48នៃអំណាចយកមកអានដើម្បីចែករំលែកដល់មិត្តអ្នកស្ដាប់ទាំងអស់គ្នាច្បាប់ទី1ចូលកុំលេចធ្លោជាងចៅហ្វាយនាយអ្នកត្រូវធ្វើឲ្យមនុស្សដែលពូកែជាងអ្នកមានអារម្មណ៍ថាខ្លួនគេលេចធ្លោជាងបើអ្នកចង់ធ្វើឲ្យពួកគេពេញចិត្តនិងរំភើបចិត្តចូលកុំបង្ហាញសមត្ថភាពរបស់អ្នកច្រើនពេកមិនដូច្នោះទេអ្នកអាចនឹងទទួលលទ្ធផលផ្ទុយពីការគិតទុកនោះគឺអ្នកនឹងទៅបញ្ឆេះអារម្មណ៍ខ្លាចនិងមិនជឿជាក់ក្នុងចិត្តពួកគេអ្នកត្រូវធ្វើឲ្យចៅហ្វាយនាយមើលទៅឆ្លាតលើសពីការគិតនោះវានឹងធ្វើឲ្យអ្នកមានអំណាចច្រើនឡើងពន្លឺឆ្ពោះទៅរកអំណាចមនុស្សគ្រប់គ្នាសុទ្ធតែមានអំណាចមិននឹងណពេលណាដែលអ្នកបង្ហាញសមត្ថភាពពិសេសរបស់អ្នកចេញមកភ្លាមៗនោះវានឹងទៅជំរុញអារម្មណ៍មួម៉ៅការច្រណែនឈ្នានីសនិងអារម្មណ៍មិននឹងណបែបផ្សេងចេញមកទាំងអស់វាមិនមែនជារឿងប្លែកទេហើយអ្នកប្រហែលប្រើពេលវេលាទាំងអស់ក្នុងជីវិតរបស់អ្នកមកអង្គុយបារម្ភថាតើអ្នកដទៃនឹងមានអារម្មណ៍បែបណាតែបើជាមនុស្សដែលមានអំណាចលើអ្នកវិញអ្នកត្រូវប្រើវិធីផ្សេងព្រោះបើជារឿងអំណាចការធ្វើខ្លួនឲ្យលេចធ្លោជាងចៅហ្វាយនាយអាចក្លាយជាកំហុសដ៏ធ្ងន់ធ្ងរបំផុតសម្រាប់អ្នកចូលអ្នកកុំបោកប្រាស់ខ្លួនឯងដោយការគិតថាជីវិតរបស់មនុស្សយើងផ្លាស់ប្ដូរច្រើនដោយចាប់តាំងពីចំនួនព្រះចៅលូអ៊ីសទី14និងមេឌីស៊ីព្រោះមនុស្សដែលស្ថិតក្នុងតំណែងខ្ពស់ៗក៏ដូចជាព្រះរាជានិងព្រះរាជិនីទាំងឡាយពួកគេត្រូវការនៅលើមនុស្សជុំវិញខ្លួនមិនថារឿងភាពឆ្លៀសវៃសន្តិបញ្ញានិងមន្តស្នេហ៍ទាក់ទាញជំនឿដែលថាបើអ្នកបង្ហាញចេញហើយនិយាយអួតរឿងពោលពីឋានសួគ៌និងសមត្ថភាពពិសេសរបស់អ្នកចេញទៅហើយនឹងធ្វើឲ្យទទួលបានការកោតសរសើរពីចៅហ្វាយនាយនោះចាត់ទុកជាការយល់ខុសយ៉ាងធ្ងន់ធ្ងរពីព្រោះចៅហ្វាយនាយអាចធ្វើពុតជាសរសើរអ្នកតែពេលដែលមានឱកាសគេនឹងរកអ្នកផ្សេងដែលឆ្លាតជាងអ្នកគួរឲ្យចាប់អារម្មណ៍ជាងនិងមើលទៅមិនបង្កគ្រោះថ្នាក់ដល់គេច្បាប់នេះពាក់ព័ន្ធនឹងគោលការណ៍ចំនួន2ដែលអ្នកត្រូវយល់ចំណុចទី1អ្នកអាចធ្វើខ្លួនលេចធ្លោជាងចៅហ្វាយនាយដោយអចេតនាដោយសារអ្នកមានភាពជាខ្លួនឯងឬមានចៅហ្វាយនាយដែលមានអារម្មណ៍មិននឹងណច្រើនជាងអ្នកដទៃអ្នកអាចលេចធ្លោជាងពួកគេដោយមន្តស្នេហ៍គួរឲ្យទាក់ទាញរបស់អ្នកចំណុចទី2កុំគិតថាចៅហ្វាយនាយស្រឡាញ់អ្នកហើយអ្នកអាចធ្វើអ្វីក៏បានព្រោះក្នុងសៀវភៅនេះមានតែរឿងរបស់មនុស្សដែលជាទីស្រឡាញ់តែក៏ត្រូវធ្លាក់ពីអំណាចដោយសារការយល់ខុសនិងដោយសារហ៊ានធ្វើខ្លួនលេចធ្លោជាងចៅហ្វាយនាយពេលដឹងពីគ្រោះថ្នាក់នៃការធ្វើខ្លួនឲ្យលេចធ្លោជាងចៅហ្វាយនាយហើយអ្នកក៏អាចកែប្រែច្បាប់នេះឲ្យក្លាយទៅជាចំណុចមានភាពបានជាដំបូងអ្នកត្រូវធ្វើខ្លួនឲ្យសាមញ្ញជាងមុននិងគាំទ្រចៅហ្វាយនាយមើលទៅអស្ចារ្យជាងមុនការបង្ហាញចេញបែបនេះអាចនឹងបានផលតែក៏មានលក្ខណៈដូចគ្នាគឺវាជារឿងត្រង់ទៅត្រង់មកពេកនឹងមើលទៅមិនល្អក្នុងភ្នែកមនុស្សដែលប៉ិនអែបអបដូច្នេះគួរបង្ហាញចេញយ៉ាងប្រុងប្រយ័ត្នតួយ៉ាង
បើចៃដន្យអ្នកឆ្លាតជាងចៅហ្វាយនាយចូលធ្វើខ្លួនផ្ទុយដោយធ្វើឲ្យចៅហ្វាយនាយមើលទៅឆ្លាតជាងអ្នកគឺធ្វើខ្លួនអ្នកត្រូវពឹងលើជំនាញនិងចំណេះដឹងរបស់គេអ្នកអាចធ្វើពុតជាធ្វើការងារខុសតែមិនប៉ះពាល់ដល់ការងាររបស់អ្នកដើម្បីអាចប្រើជាឱកាសសុំជំនួយពីចៅហ្វាយនាយក៏ព្រោះចៅហ្វាយនាយចូលចិត្តឲ្យអ្នកសុំបែបនេះតែចៅហ្វាយនាយដែលមិនអាចផ្ដល់បទពិសោធន៍និងទេពកោសល្យរបស់គេដល់អ្នកបានទេគេនឹងផ្ដល់អារម្មណ៍ខឹងនិងចេតនាអាក្រក់ដល់អ្នកជំនួសវិញដូច្នេះហើយប្រសិនបើគំនិតរបស់អ្នកមានភាពច្នៃប្រឌិតជាងចៅហ្វាយនាយចូលផ្ដល់ហេតុផលដល់គេនិងព្យាយាមធ្វើឲ្យបើកចំហបំផុតដោយបង្ហាញឲ្យឃើញថាពាក្យណែនាំរបស់អ្នកតាមពិតជាសំឡេងដែលឆ្លុះបញ្ចាំងពីគំនិតចៅហ្វាយនាយរបស់អ្នកបើចៃដន្យអ្នកមានសន្តិបញ្ញាជាងចៅហ្វាយនាយគួរដើរតួជាមនុស្សសាមញ្ញកុំធ្វើឲ្យគេមើលទៅសោកប្រោះនិងមានការយកប្រៀបកើតឡើងកាត់បន្ថយការលេងសើចរបស់អ្នកបើចាំបាច់ហើយរកវិធីធ្វើឲ្យគេមើលទៅដូចជាអ្នកបង្កើតភាពរីករាយបើអ្នកជាមនុស្សដែលរុះរាយនិងចិត្តទូលាយជាងចៅហ្វាយនាយអ្នកត្រូវប្រុងប្រយ័ត្នកុំធ្វើខ្លួនជាពពកបាំងពន្លឺព្រះច័ន្ទរបស់ចៅហ្វាយនាយរបស់អ្នកតាមឧទាហរណ៍ដែលកើតឡើងទាំងអស់នេះការបិទបាំងភាពរឹងមាំរបស់អ្នកមានន័យថាអ្នកទន់ជ្រាយទេព្រោះជាចុងក្រោយវានឹងនាំអ្នកទៅកាន់អំណាចគ្រាន់តែបើកឱកាសឲ្យអ្នកផ្សេងលេចធ្លោហើយអ្នកនៅជាអ្នកគ្រប់គ្រងពីខាងក្រោយតែប៉ុណ្ណោះតួយ៉ាងចូលបញ្ជាការធ្វើខ្លួនឲ្យលេចធ្លោជាងចៅហ្វាយនាយពីព្រោះការធ្វើខ្លួនឲ្យលេចធ្លោជាងចៅហ្វាយនាយគឺជារឿងដែលគួរឲ្យស្អប់ការដែលអ្នកបម្រើម្នាក់ធ្វើខ្លួនឲ្យលេចធ្លោជាងចៅហ្វាយនាយជាទង្វើដែលល្ងង់ខ្លៅនេះជាមេរៀនដែលដួងតារាបង្រៀនដល់យើងសរុបមកដួងតារាទាំងអស់នោះមានទំនាក់ទំនងជាមួយនឹងសូរិយានិងបញ្ចេញពន្លឺតែវាមិនដែលលេចធ្លោជាងសូរិយាទេតាគ្រាមួយស្ដេចហេរ៉ូមានឱកាសបាននិយាយជាមួយសត្រូវម្នាក់របស់ព្រះអង្គដែលហ៊ានប្រាប់ថាព្រះអង្គមានក្លិនមាត់បន្ទាប់ពីព្រះអង្គត្រឡប់ដល់រាជដំណាក់វិញទ្រង់ក៏គំហកដាក់ព្រះមហាសីហើយព្រះបន្ទូលថាហេតុអ្វីក៏នាងមិនដែលប្រាប់រឿងនេះដល់យើងព្រះមហេសីឆ្លើយថាទូលបង្គំគិតថាបរិសុទ្ធគ្រប់គ្នាមានក្លិនមាត់បែបនេះក្រាបទូលរឿងនេះបញ្ជាក់ថាពេលខ្លះសត្រូវរបស់អ្នកក៏មានប្រយោជន៍សម្រាប់ដែរហើយក៏វាជារឿងគួរឲ្យឈឺចាប់ប៉ុណ្ណាតែបានដឹងការពិតមួយចំនួនពីសត្រូវរបស់អ្នកច្បាប់ទី2កុំទុកចិត្តមិត្តខ្លាំងពេកតែត្រូវចេះប្រើសត្រូវឲ្យកើតជាប្រយោជន៍ពាក្យណែនាំចូលកុំទុកចិត្តមិត្តពួកគេនឹងក្បត់អ្នកបានលឿនជាងព្រោះអាចនឹងត្រូវជំរុញឲ្យកើតមានភាពច្រណែនឈ្នានីសអ្នកក្រៅពីនេះពួកគេអាចនឹងត្រូវសង្គមធ្វើឲ្យខូចមនុស្សនិងចូលចិត្តជិះជាន់ដូច្នេះចូលទាញអតីតសត្រូវចូលមកធ្វើជាបពួកហើយពួកគេនឹងស្មោះត្រង់ជាមួយអ្នកជាងមិត្តម្នាក់ទៅទៀតព្រោះមានរឿងដែលពួកគេត្រូវពិសោធន៍ភាពស្មោះត្រង់ច្រើនជាងតាមពិតអ្នកត្រូវមានរឿងដែលត្រូវខ្លាចដែលកាត់ចេញពីមិត្តច្រើនជាងសត្រូវដូច្នេះបើគ្មានសត្រូវទេចូលរកវិធីបង្កើតសត្រូវឡើងមកគន្លឹះឆ្ពោះទៅរកអំណាចជារឿងធម្មតាទៅហើយដែលមនុស្សយើងស្វែងរកមិត្តក្នុងគ្រាលំបាកព្រោះពិភពលោកជាកន្លែងដែលមានតែអំពើឃោរឃៅព្រៃផ្សៃ
ដោយមិត្តភក្តិជាមនុស្សដែលអាចជួយកាត់បន្ថយភាពឃោរឃៅប្រយុទ្ធ័យនោះបានដែលសំខាន់គឺអ្នកស្គាល់ពួកគេច្បាស់តើទៅពឹងពាក់មនុស្សប្លែកមុខធ្វើអ្វីបើមានមិត្តភក្តិហើយនោះបញ្ហាគឺអ្នកមិនបានស្គាល់មិត្តភក្តិរបស់អ្នកច្បាស់មិត្តភក្តិតែងតែស្របនឹងគំនិតរបស់អ្នកដើម្បីបញ្ជៀសការប្រកែកគ្នាពួកគេតែងតែលាក់បាំងអារម្មណ៍មិនពេញចិត្តដើម្បីកុំឲ្យប្រកែកគ្នាដោយសារតែភាពស្មោះត្រង់ស្ទើរតែមិនដែលបង្កើតភាពរឹងមាំដល់មិត្តភាពដូច្នេះទើបអ្នកមិនដឹងថាតាមពិតមិត្តរបស់អ្នកមានអារម្មណ៍បែបណានៅពេលអ្នកសម្រេចចិត្តប្រើមិត្តភក្តិអ្នកនឹងរកឃើញអត្តចរិតដែលពួកគេបិទបាំងតែដែលចម្លែកគឺការធ្វើល្អរបស់អ្នកបែរជាមិនបានល្អទៅវិញព្រោះមនុស្សយើងរមែងមានអារម្មណ៍ថាខ្លួនគួរទទួលបានការតបស្នងចំពោះការធ្វើល្អរបស់ខ្លួនការទទួលបានសេចក្តីល្អអាចធ្វើឲ្យមានអារម្មណ៍លំបាកចិត្តនោះមានន័យថាអ្នកត្រូវបានជ្រើសរើសដោយសារតែអ្នកជាមិត្តមិនមែនព្រោះអ្នកគួរទទួលបានទេស្របគ្នានេះមិត្តភក្តិដែលជ្រើសរើសអ្នកក៏មិនសូវសប្បាយចិត្តពីព្រោះខ្លាចអ្នកដទៃមើលមកថាគេគិតតែមិត្តភក្តិអារម្មណ៍នេះរំខានចិត្តគេគ្រប់ពេលវេលាក្នុងស្ថានភាពធ្វើការគ្រប់យ៉ាងគឺត្រូវពឹងលើភាពឃ្លាតឆ្ងាយរវាងមនុស្សម្នាក់និងមនុស្សម្នាក់ទៀតព្រោះអ្នកកំពុងព្យាយាមធ្វើការមិនមែនបង្កើតមិត្តភាពទេមិនថាពិតឬក៏ខ្លាំងខ្លាយវាធ្វើឲ្យការពិតមានភាពស្រពេចស្រពិលដូច្នេះគន្លឹះសំខាន់ឆ្ពោះទៅរកអំណាចគឺសមត្ថភាពក្នុងការសម្រេចចិត្តថាអ្នកណាមានសមត្ថភាពក្នុងការបង្កើតផលប្រយោជន៍ក្នុងស្ថានភាពគ្រប់យ៉ាងរបស់អ្នកបានច្រើនបំផុតផ្ទុយទៅវិញសត្រូវរបស់អ្នកប្រៀបបាននឹងមាសដែលមិនទាន់មានអ្នកណារកឃើញហើយអ្នកត្រូវរៀនប្រើប្រយោជន៍ពីវាឲ្យបានច្រើននៅពេលដែលតាឡឺរ៉ង់ជាមន្ត្រីការបរទេសរបស់ណាប៉ូឡេអុងគិតថាចៅហ្វាយរបស់ខ្លួនកំពុងតែដឹកនាំប្រទេសបារាំងទៅរកភាពហិនហោចនឹងដល់ពេលដែលគួរប្រឈមមុខនឹងចៅហ្វាយនាយគេយល់ច្បាស់ពីគ្រោះថ្នាក់នៃការផ្សំគំនិតដួលរលំស្ដេចចក្រពត្តិដូច្នេះគេចាំបាច់ត្រូវមានដៃគូជាសម្ព័ន្ធមិត្តតើមិត្តបែបណាដែលគេអាចចាត់ទុកក្នុងផែនការនេះបានទើបគេជ្រើសរើសយូសេហ្វ ហ្វូសេជាប្រធានអង្គភិបប៉ូលីសសម្ងាត់ដែលជាគូបដិបកដែលគេស្អប់ខ្លាំងបំផុតបុរសដែលធ្លាប់ព្យាយាមសម្លាប់គេដឹងថាភាពខឹងស្អប់ដែលជាភាគីសងខាងមានចំពោះគ្នានេះវានឹងបើកឱកាសឲ្យកើតការផ្សះផ្សាផ្នែកអារម្មណ៍គេដឹងថាហ្វូសេនឹងមិនរំពឹងអ្វីពីគេទេហើយហ្វូសេបានព្យាយាមពិសោធន៍ឲ្យឃើញថាខ្លួនមានតម្លៃសមនឹងតាឡឺរ៉ង់ជ្រើសរើសមកជាមនុស្សដែលមានអ្វីម្យ៉ាងឲ្យពិសោធន៍ឃើញថាអាចរំកិលភ្នំឲ្យអ្នកបានទីបំផុតគេក៏ដឹងថាទំនាក់ទំនងរវាងគេនិងហ្វូសេត្រូវឈរលើមូលដ្ឋានមនសិការមានប្រយោជន៍រួមគ្នាមិនត្រូវយកអារម្មណ៍ផ្ទាល់ខ្លួនមកពាក់ព័ន្ធឡើយការសម្រេចចិត្តជ្រើសរើសក្នុងលើកនេះក៏ពិសោធន៍ឲ្យឃើញថាត្រឹមត្រូវបើទោះអ្នកផ្សំគំនិតមិនមែនជោគជ័យក្នុងការផ្ដួលរលំណាប៉ូឡេអុងក៏ដោយចំពោះការសហការរបស់មនុស្សដែលមានអំណាចវាបានបង្កឲ្យកើតការចាប់អារម្មណ៍ចំពោះការផ្ដួលរលំអំណាចណាប៉ូឡេអុងយ៉ាងខ្លាំងចលនាប្រឆាំងនឹងចក្រពត្តិពង្រីកខ្លួនជាបន្តបន្ទាប់ហើយចាប់ពីពេលនោះមកតាឡឺរ៉ង់និងហ្វូសេក៏ចាប់ផ្ដើមទំនាក់ទំនងគ្នាយ៉ាងស្អិតរមួតផ្ដល់
ប្រយោជន៍ដល់គ្នាទៅវិញទៅមកដូច្នេះរាល់លើកដែលមានឱកាសចូលទុករឿងថ្នាក់នឹងគូបដិបករបស់អ្នកនៅមួយឡែកសិនហើយព្យាយាមរកចំណុចធ្វើឲ្យភាគីម្ខាងទៀតមានប្រយោជន៍ចំពោះអ្នកឲ្យបានចូលកុំបណ្ដោយឲ្យការមានសត្រូវនេះសាងភាពខកបំណងឬទុក្ខសោកដល់អ្នកព្រោះវាក៏ជារឿងល្អដែរដែលមានសត្រូវយ៉ាងបើកចំហម្នាក់ឬក៏ពីរនាក់ជំនួសឲ្យការមិនដឹងថាសត្រូវពិតប្រាកដរបស់អ្នកនៅទីណាទើបអ្នកស្ថិតក្នុងអំណាចរីករាយទទួលយកភាពខ្វែងគំនិតហើយក៏អាចប្រើសត្រូវដើម្បីបង្កើតកេរ្តិ៍ឈ្មោះដល់ខ្លួនឯងក្នុងនាមជាគូប្រជែងដែលអាចពឹងពាក់បានក្នុងគ្រាដែលមានស្ថានភាពប្រែប្រួលតួយ៉ាងច្បាប់ស្តីពីភាពកតញ្ញូអ្នកដឹងហើយថានឹងមានអ្វីកើតឡើងបើអ្នកលូកដៃចូលទៅក្នុងមាត់សត្វតោដូច្នេះអ្នកព្យាយាមនៅឆ្ងាយពីវាតែសម្រាប់មិត្តវិញអ្នកគ្មានផ្លូវដឹងមុនពីគ្រោះថ្នាក់នេះឡើយហើយបើអ្នកដឹងពីគេពួកគេក៏អាចនឹងលេបអ្នកទាំងមូលដោយភាពអកតញ្ញូសរុបមកអ្នកត្រូវដឹងថាអាចប្រើសត្រូវឲ្យកើតជាប្រយោជន៍បានដោយរបៀបណាអ្នកត្រូវដឹងថាមិនគួរចាប់មុខកាំបិតព្រោះវានៅមុតដៃអ្នកត្រូវចាប់ដងរបស់វាពីព្រោះវាធ្វើឲ្យអ្នកអាចការពារខ្លួនឯងបានមនុស្សឆ្លាតរមែងទទួលប្រយោជន៍ពីសត្រូវរបស់ខ្លួនច្រើនជាងប្រយោជន៍ដែលមនុស្សល្ងង់នឹងទទួលបានពីមិត្តរបស់ខ្លួនច្បាប់ទី3ចូលបិទបាំងចេតនាពិតប្រាកដរបស់អ្នកពាក្យណែនាំចូលធ្វើជាមនុស្សបាត់បង់អារម្មណ៍ការគ្រប់គ្រងពីព្រោះអ្នកមិនដែលលាតត្រដាងវត្ថុបំណងក្រោយទង្វើរបស់អ្នកដល់ពួកគេទេបើពួកគេមិនដឹងថាអ្នកកំពុងគិតអ្វីវាស្មើនឹងពួកគេមិនទាន់ត្រៀមខ្លួនទប់ទល់នឹងអ្នកចូលនាំពួកគេទៅលើផ្លូវបញ្ច្រាសឡោមព័ទ្ធពួកគេដោយផ្សែងខ្មៅទម្រាំតែពួកគេដឹងពីចេតនាពិតប្រាកដរបស់អ្នកក៏ហួសពេលទៅហើយពន្លឺឆ្ពុះទៅរកអំណាចមនុស្សភាគច្រើនតែងធ្វើខ្លួនដូចជាសៀវភៅដែលកំពុងបើកពួកគេប្រាប់ពីអារម្មណ៍គំនិតរបស់ខ្លួនរាល់លើកដែលមានឱកាសនិងលាតត្រដាងផែនការឬចេតនារបស់ខ្លួនពួកគេធ្វើបែបនេះដោយហេតុផលច្រើនយ៉ាងហេតុផលទី1ព្រោះវាជារឿងងាយនិងជារឿងធម្មជាតិដែលមនុស្សយើងនឹងនិយាយដល់អារម្មណ៍ឬផែនការក្នុងអនាគតរបស់ខ្លួនខណៈដែលការបិទមាត់និងសង្កេតអ្វីដែលអ្នកបង្ហើបពីអាចកំបាំងជារឿងដែលពិបាកជាងហេតុផលទី2មនុស្សភាគច្រើនជឿថាភាពស្មោះត្រង់និងបើកចំហនឹងអាចធ្វើឲ្យខ្លួនអាចយកឈ្នះចិត្តអ្នកដទៃនិងជាការបង្ហាញធម្មជាតិដ៏ល្អរបស់ខ្លួនចេញមកតែតាមការពិតទៅភាពស្មោះត្រង់ជាឧបករណ៍ដ៏សោះកក្រោះនឹងធ្វើឲ្យបាត់បង់ឈាមច្រើនជាងអាវុធតែមុតស្រួចភាពស្មោះត្រង់របស់អ្នកអាចធ្វើឲ្យមនុស្សមួម៉ៅច្រើនជាងដូច្នេះគួរជ្រើសរើសពាក្យសម្ដីដែលសមរម្យចូលនិយាយតែរឿងដែលអ្នកផ្សេងចង់ឮច្រើនជាងការពិតដែលពួកគេឲ្យស្អប់ដែលសំខាន់គឺការធ្វើខ្លួនបើកចំហពេកក៏ធ្វើឲ្យអ្នកក្លាយជាមនុស្សដែលអ្នកផ្សេងងាយនឹងស្មានដឹងរហូតស្ទើរតែគ្មានអ្នកណាគោរពឬកោតក្រែងអ្នកប្រសិនបើអ្នកចង់មានអំណាចចូលទុកភាពស្មោះត្រង់នៅមួយឡែកសិនហើយរៀនលាក់បាំងចេតនាពិតប្រាកដរបស់អ្នកដោយវឹកហាត់ឲ្យជំនាញនោះអ្នកនឹងមានប្រៀបចូលអ្នកនិយាយដល់ក្តីប្រាថ្នានិងគោលដៅរបស់អ្នករឿយៗតែគ្មានមួយណាពិតវិធីនេះហៅថាព្រួញមួយបាញ់បានសត្វ3ពោលគឺអ្នកបង្ហាញភាពជាមិត្តនិងទុកចិត្តអ្នកដទៃទី2អ្នកលាក់ពីចេតនាពិតប្រាកដរបស់អ្នកនិងទី3អ្នកកំពុងរុញ
គូបដិបត្តិរបស់អ្នកឲ្យរត់តាមកងានព្រៃដែលជាការខាតពេលវេលាច្រើនបើអ្នកជឿថាមនុស្សបោកប្រាស់ជាអ្នកជំនាញដែលចាំទាញឲ្យមនុស្សយល់ច្រឡំរឿងកុហកដែលស្មុគស្មាញនិងរឿងនិទានវែងវាក៏មានន័យថាអ្នកកំពុងយល់ខុសហើយព្រោះកំពូលមនុស្សបោកប្រាស់និងប្រើវិធីមិនបង្ហាញអារម្មណ៍ឬបង្ហាញខ្លួនទេដើម្បីកុំឲ្យអ្នកណាចាប់អារម្មណ៍ព្រោះពួកគេដឹងថាពាក្យសម្ដីនិងការលាក់ពុតតែមើលទៅលេចធ្លោនឹងធ្វើឲ្យកើតការសង្ស័យដូច្នេះហើយទើបពួកគេលាក់បាំងសមាសភាពរបស់ខ្លួនឯងដែលមើលទៅធម្មតានិងមើលទៅមិនបង្កគ្រោះថ្នាក់ពេលអ្នកអាចបញ្ចុះបញ្ចូលដើម្បីទាក់ទាញការចាប់អារម្មណ៍ពីអ្នកផ្សេងហើយពួកគេនឹងមិនសង្កេតឃើញថាអ្នកកំពុងបោកបញ្ឆោតពួកគេទេនេះជាការពិតមនុស្សយើងផ្ដោតការចាប់អារម្មណ៍ចំពោះតែរឿងមួយក្នុងពេលតែម្ដងប៉ុណ្ណោះពីព្រោះវាជារឿងពិបាកសម្រាប់មនុស្សយើងក្នុងការស្រមើស្រមៃថាបុគ្គលដែលទន់ភ្លន់និងមើលទៅមិនមានគ្រោះថ្នាក់ដែលពួកគេកំពុងបង្កើតទំនាក់ទំនងនោះតើគេនឹងមានផែនការផ្សេងលាក់បាំងឬអត់ជាពិសេសពេលផ្សែងខ្មៅកាន់តែក្រាស់អ្នកក៏អាចបិទបាំងចេតនារបស់អ្នកបានកាន់តែមានប្រសិទ្ធភាពវាំងននបិទបាំងដែលល្អម្យ៉ាងគឺលក្ខណៈឬអ្វីដែលកើតឡើងជាប្រចាំសំដៅដល់ទង្វើបោកបញ្ឆោតឲ្យភាគីម្ខាងទៀតលង់ជឿថាអ្នកធ្វើដូចដើមគ្រប់ពេលវេលាចូលចងចាំថាត្រូវប្រើភាពអត់ធ្មត់និងការដាក់ខ្លួនដើម្បីកុំឲ្យអ្នកដទៃងាយនឹងសង្កេតឃើញចេតនាពិតប្រាកដរបស់អ្នកកុំមានអារម្មណ៍ថាខ្មាស់ជាមួយនឹងការបង្ហាញចេញនូវភាពទន់ភ្លន់ពីព្រោះនោះជាអ្វីដែលអ្នកផ្សេងមិនអាចមើលដឹងនឹងធ្វើឲ្យអ្នកមើលទៅមានអំណាចតួយ៉ាងអ្នកធ្លាប់ឮរឿងរ៉ាវទាក់ទងនឹងមេទ័ពដែលមានជំនាញរឿងច្បាំងម្នាក់ដែលមានបំណងវាយបន្ទាយការពារមួយកន្លែងដោយការប្រកាសពីផែនការរបស់ខ្លួនទៅកាន់ទូទៅដែរឬទេសរុបមកចូលបង្ហាញវត្ថុបំណងរបស់អ្នកតែលក្ខការអនុវត្តនិងភាពរីកចម្រើនរបស់អ្នកដោយកុំបង្ហាញឲ្យសត្រូវដឹងព្រោះធ្វើឲ្យពួកគេអាចទប់ទល់ឬមកប្រឆាំងនឹងអ្នកបានរហូតទាល់តែអ្នកឆក់យកជ័យជំនះជាមុនសិនទើបអ្នកប្រកាសសង្គ្រាមពាក្យសម្ដីលេបខាយបញ្ចោតតែគ្មានការគោរពចំពោះម្ចាស់ផែនដីម្នាក់រមែងដក់ជាប់ក្នុងការចងចាំច្រើនជាងទង្វើអាក្រក់របស់គេគ្រាន់តែឧបរាជទូទៅកាន់ព្រះរាជិនីអេលីសាបេតថាសភាពរបស់ទ្រង់ពេលនេះមិនខុសពីសាកសពឡើយក៏ធ្វើឲ្យមន្ត្រីនោះត្រូវរបូតក្បាលពីស្មាទាំងដែលកំហុសក្នុងឋានៈជាអ្នកបះបោររបស់គេមិនបានត្រូវស្លាប់ដោយពាក្យសម្ដីដែលគេនិយាយទៅកាន់ព្រះរាជិនីឡើយ